ជំរាបសួរពុកម៉ែបងប្អូនដែលចូលចិត្តញ៉ាំស្ប៉ាហ្គេទីដូចជានាងខ្ញុំជាអាចធ្វើនៅផ្ទះងាយស្រួលហើយចំណាយតិចទេបងប្អូនហើយមើលតែមុខពីញ៉ាំតែដឹងហើយបងប្អូននេះមើលតែមុខញ៉ាំគឺដឹងថាឆ្ងាញ់តែម្ដងបងប្អូនគឺធ្វើតាមរូបមន្តមួយនេះធានាថានឹងទទួលបានរសជាតិឆ្ងាញ់តែម្ដងបងប្អូនមើលតាមមុខអ្នកក្រោយតែដឹងហើយចឹងរូបមន្តរបស់យើងគឺអត់មានអីច្រើនសាំញ៉ាំទេបងប្អូនគឺមានដូងមានស្ប៉ាហ្គេទីមានពោតមានម្ទេសក្រៀមហើយនឹងបង្គាហើយប្រហិតរបស់យើងនឹងឯងបងប្អូនគឺអត់មានអីច្រើនទេរូបមន្តគឺមានតែប៉ុណ្ណឹងហើយវិធីធ្វើវិញគឺនេះខ្ញុំដាក់ដាំទឹកឲ្យពុះបន្ទាប់មកគឺនេះខ្ញុំដាក់ស្ប៉ាហ្គេទីរបស់យើងហ្នឹងចូលបងប្អូនបន្ទាប់ពីដាក់ស្ប៉ាហ្គេទីរបស់យើងចូលហើយគឺនេះខ្ញុំដាក់បង្គាប្រហិតហើយនឹងពោតរបស់យើងហ្នឹងគឺចំហុយបន្ទាប់មកនេះខ្ញុំទុកម្លាយហើយនេះខ្ញុំធ្វើការមករំលីងឆានៅម្ទេសក្រៀមរបស់យើងសុំទោសមែនរំលឹងបងប្អូនចាប់ផ្ដើមឆាម្ទេសក្រៀមរបស់យើងដើម្បីឲ្យវាឡើងបែបនេះមកបងប្អូននៅពេលដែលពណ៌បែបនេះគឺយើងចាប់ផ្ដើមចាក់ទឹកខ្ទិះដូងរបស់យើងចូលទៅបងប្អូនអញ្ចឹងបន្ទាប់ពីយើងចាក់ទឹកខ្ទិះដូងចូលហើយយើងចាប់ផ្ដើមលួចដាក់គ្រឿងគឺនេះខ្ញុំដាក់អំបិលបន្តិចដាក់ម្សៅស៊ុបខ្នុរបន្តិចដាក់ស្ករបន្តិចស្ករនេះខ្ញុំប្រើស្ករត្នោតបងប្អូនដោយសារតែឥឡូវហ្នឹងគឺយើងអត់ប្រើរបស់សៀមទេអញ្ចឹងគឺនេះខ្ញុំប្រើស្ករត្នោតបន្ទាប់មកនេះខ្ញុំដាក់ទឹកម្ទេសចូលបងប្អូនដើម្បីឲ្យមានពណ៌ហើយនឹងរសជាតិបន្ថែមទៀតអញ្ចឹងនេះខ្ញុំក៏លួចដាក់ទឹកត្រីបន្ទាប់ពីយើងដាក់គ្រឿងក្រៅគឺថាល្មមហើយគឺយើងចាប់ផ្ដើមចាក់ស្ប៉ាហ្គេទីចូលបងប្អូនបន្ទាប់ពីក្លុករួចហើយគឺនេះខ្ញុំចង់ឲ្យមានរសជាតិឈ្ងុយគឺខ្ញុំថែមនៅទឹកដោះគោបន្តិចបងប្អូនបន្ទាប់មកគឺនេះខ្ញុំយកគ្រឿងក្រៅដែលយើងបានចំហុយមិញហ្នឹងយកមកដាក់ចូលបងប្អូនបន្ទាប់ពីដាក់ចូលរួចរាល់ហើយគឺយើងធ្វើការឆាត្រឡប់វាបន្តិចទៅណាបងប្អូនបន្ទាប់ពីឆាត្រឡប់រួចរាល់ហើយគឺស្ប៉ាហ្គេទីរបស់យើងគឺរួចរាល់ហើយបងប្អូនអញ្ចឹងស្ប៉ាហ្គេទីមួយនេះរូបមន្តបែបនេះគឺធានាថាបងប្អូនបានធ្វើញ៉ាំដោយខ្លួនឯងហើយគឺរសជាតិឆ្ងាញ់ដិតតែម្ដងបងប្អូនសម្បីតែខ្ញុំធ្វើការ review ឡើងវិញក៏មានអារម្មណ៍ថាឃ្លានចង់ធ្វើញ៉ាំម្ដងទៀតដែរបងប្អូនមើលតែមាត់គឺដឹងហើយបងប្អូន